តិជោបន្ទាត់ក្រហមដែលត្រូវបានតបានកំណត់រួចហើយក្រោយទីហ៊ានសៀមទៅបន្តបាញ់ស្រោចលើកងទ័ពកម្ពុជាសម្ដេចតេជោហ៊ុនសែនឧត្តមសេនីយ៍ផុតលេខផ្កាយមាស5បានចេញបទបញ្ជាដល់កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ក្រោយទីហ៊ានឈ្លានពានសៀមកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើកម្ពុជាតាំងពីថ្ងៃម្សិលមិញយប់មិញនិងព្រឹកថ្ងៃច័ន្ទនេះក្នុងគោលបំណងទាញឲ្យតបតដើម្បីបំផ្លាញចោលបទឈប់បាញ់និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជាថៃសម្ដេចតេជោបញ្ជាក់លើបណ្ដាញសង្គម Facebook នៅព្រឹកថ្ងៃច័ន្ទយ៉ាងដូចនេះថាបន្ទាត់ក្រហមដែលត្រូវបានតកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននីតិហ៊ានពលទាហានយល់ដឹងគ្រប់គ្នាសូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្ថិភាពសម្ដេចតេជោថ្លែងថាសម្ដេចបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកងកម្លាំងប្រដាប់អាវុធតទល់ជាមួយនឹងការឈ្លានពានសូមការយោគយល់ពីភ្ញៀវជាតិនិងអន្តរជាតិដែលមិនអាចជួបសម្ដេចបានទន្ទឹមគ្នានេះសម្ដេចតេជោបានស្នើសុំកីឡាករកីឡាការិនីដែលទៅចូលរួមប្រកួតSEA Gamesលើកទី33នៅប្រទេសថៃសូមចូលរួមប្រកួតជាធម្មតា